ក្រោយពីនាំគ្នាចេញពីកន្លែងដើរលេងបោះតង់បានមកយប់មកនេះគឺស្អែកឡើងពេលល្ងាចចាំមកដល់ផ្ទះប្អូនពេជ្រហើយគាត់ក៏បានទទួលជាមួយនឹងការធ្វើទាចាំមួយហូបជុំគ្នាអញ្ចឹងណាហើយដូចបងប្អូនឃើញអញ្ចឹងគឺយកគ្រឿងក្នុងនឹងទៅឆាត្រឡប់ជាមួយនឹងតកួននឹងទៅហើយនេះគឺចាំមុននឹងចាប់ផ្ដើមគឺនាំគ្នាលាងតកួនចាទៅធ្វើទាធ្វើអីយើងចែកគ្នាធ្វើអញ្ចឹងណាហើយជុំជាមួយនឹងធីមនឹងខ្ញុំដដែលហ្នឹងគិតចុះគិតឡើងកម្រងថាចង់បោះតង់មកយកទាប៉ុន្តែមានបងអូនខ្លះគឺគាត់មានភារកិច្ចរវល់ដល់ពេលអញ្ចឹងក៏នឹកឃើញថាទៅចាំលើកក្រោយមកទៅយើងបោះតង់តែមកយកបានហើយទៅបោះតង់ហ្នឹងមកយក2ថ្ងៃដល់ពេលសរុបចែកលុយគ្នាទៅអស់មកគ្រួសារ140,000ជាងបងប្អូនហើយយើងចាក់សាំងចាក់អីថា20,000អីទៀតចោះចា2-30000ទៀតនិយាយទៅគឺអត់សូវអស់ច្រើនដែរទេហើយយើងហូបសក់គ្រឿងសមុទ្រហូបអីហើយយើងទៅគ្នាច្រើនអញ្ចឹងយើងចែកគ្នាចេញទៅគឺអត់សូវជាអស់ប៉ុន្មានទេហើយនោះគឺថាសកម្មភាពបងស្រីនឹងខ្ញុំកំពុងតែបោចទាបដាងគឺថាមានការរំហែកអីចឹងទៅចាគឺគាត់ចូលចិត្តសប្បាយបងអូនចាគាត់លេងហ្នឹងណាហើយនឹកឃើញថាម្ចាស់ផ្ទះជួយបោចអត់សុខចិត្តទៀតដេញម្ចាស់ផ្ទះចេញគាត់ថាគាត់បោចតែឯងក៏បានដែររឿងទាប៉ុណ្ណឹងចុះឡើងម្ចាស់ផ្ទះទៅធ្វើទានឹងដដែលចាគឺដូចទេហើយនេះគឺថាយើងកំពុងតែរៀបចំក្លែមបដាអញ្ចឹងទៅហើយដាក់អាភេសជ្ជៈបដាហើយនាងខ្ញុំនេះអត់មានអីហូបគេទេដោយសារតែនៅម្ដុំផ្ទះប្អូនពេជ្រហ្នឹងអត់មានលក់ជាមួយនឹងស្រាជីនរ៉ូដល់ពេលអញ្ចឹងអស់ស្រាផឹកទៅអង្គុយមើលគេម៉ងតែម្ដងដល់ពីទាធ្វើរួចរាល់គឺថាប្អូនពេជ្រម្ចាស់ផ្ទះគាត់ចាប់ផ្ដើមរៀបចំចាដាក់ឆាជាមួយនឹងតកួនតែម្ដងគ្រឿងក្នុងណាចាគឺគាត់ដាក់ខ្ទះក្តៅអញ្ចឹងទៅចាក់ជាមួយនឹងប្រេងឆាចូលចាក់ខ្ទឹមពងឲ្យឈ្ងុយហើយបានដាក់ជាមួយនឹងគ្រឿងក្នុងហើយគ្រឿងក្នុងហ្នឹងបើសិនតែយើងអត់សូវចេះឆាគឺធ្វើទៅហូបដឹងតែឆ្អាបហើយប៉ុន្តែម្ចាស់ផ្ទះគាត់ជំនាញដែរចាដល់ពេលអញ្ចឹងគាត់ជាអ្នកធ្វើចាមានដាក់គ្រឿងទៅគឺអំបិលស្ករប៊ីចេងម្ទេសហុយអីចឹងណាបងប្អូនហើយក៏មានបន្ថែមជាប្រេងខ្យងផងដែរហើយក៏យើងដាក់ម្រេចចូលអញ្ចឹងទៀតណាបងប្អូនចាបន្ទាប់ពីគ្រឿងក្នុងឆ្អិនហ្នឹងគឺគាត់ដាក់តកួនដាក់អីចូលហើយតកួនហ្នឹងបងប្អូនឃើញច្រើនអញ្ចឹងទិញអស់តែ1000ឯចានៅខាងគាត់ហ្នឹងគឺថាលក់ធូរមែនតែនបន្លែអីអញ្ចឹងឃើញថាមុខម្ហូបរបស់យើងឆាតកួនជាមួយនឹងគ្រឿងក្នុងគឺបានឆ្អិនហើយក៏មានជាទឹកជ្រលក់ដូចជាទឹកចាំហិចក្រូចឆ្មាចំណែកសាច់ទាវិញគឺគាត់យកទៅធ្វើមួយមុខទៀតដូចជាទាស្រវឹងមិនទេចាប៉ុន្តែចាំនឹងខ្ញុំបង្ហាញបងប្អូនជូននៅវីដេអូក្រោយដោយសារតែវីដេអូនេះវាច្រើនពេកអញ្ចឹងនេះខ្ញុំចម្រាញ់យកខ្លីៗចេះជូនបងប្អូនទស្សនាទេហើយបងប្អូនឃើញវីដេអូនេះប្រកាសជាគិតថាម្ចាស់ផ្ទះហ្នឹងប្រហែលជាអត់មានចានដាក់ឲ្យភ្ញៀវទេចាបានជាភ្ញៀវនេះនាំគ្នាទៅបេះស្លឹកចេកជូតស្លឹកចេកយកមកទ្រាប់ចាធ្វើជាចានតាមពិតទៅគេមានចានគេមានស្លាបព្រាអីត្រឹមត្រូវទេប៉ុន្តែណាតែចង់ធម្មជាតិពេកចាអញ្ចឹងហើយក៏យើងធ្វើបែបធម្មជាតិទៅចាគឺទ្រាប់ស្លឹកចេកចឹងដួសម្ហូបយកមកអញ្ចឹងទៅចាមែនអីតំណងបងប្អូនឆ្ងាញ់ដែរតាថ្ងៃដែលជុំនៅផ្ទះគាត់ហ្នឹងគឺថានាងខ្ញុំមកក្រោយគេបងអូនអើយគេនៅបាក់បៀបោះតង់អស់កម្លាំងលេងទឹកលេងអីគេមកមុនចាហើយនាងខ្ញុំម្នេះចេញម៉ូតូក្រោយគេឲ្យបងថាហ្នឹងគឺគាត់ទៅស្មើនឹងខ្ញុំដែរអញ្ចឹងណាគាត់ចាំបើកឡានពីក្រោយម៉ូតូនឹងខ្ញុំព្រោះដោយសារតែផ្លូវម្ដុំផ្ទះប្អូនពេជ្រមកខេត្តហ្នឹងវារៀងស្ងាត់ពីធំស្រុកគាត់មកដល់ប្រូអញ្ចឹងណាបងប្អូនហើយក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការចូលទស្សនាហើយក៏សូមអធិស្ឋានផងដែរថតជាប់ស្រាជាប់អីអញ្ចឹងណាសូមអធិស្ឋានបងប្អូនអើយធ្វើមិនទេបើយើងអ្នកធ្វើ content មានជាប់ខ្លះអញ្ចឹងទៅ